ជំរាបសួរបងប្អូនខ្មែរព្រឹកនេះចង់និយាយនឹងក្រៅបន្តិចចែកចាយបងប្អូននៅរឿងដែលកើតឡើងថ្មីនេះបងប្អូនខ្ញុំមិនចង់ប្រើពាក្យឈ្មោះគាត់ចំទេណាព្រោះនៅក្នុង YouTube ឥឡូវវាចាប់យកពាក្យបាទវាចាប់យកពាក្យទោះបីខ្ញុំនិយាយខ្មែរដែរក៏វាចាប់ដែរមិនមែនថាយើងនិយាយបានក៏ប៉ុន្តែវាបើថាវាកោសរសយើងខ្ញុំចង់និយាយពីកោះមួយកោះហ្នឹងគេហៅថាកោះដែលគេយកមនុស្សឬក៏យកនារីឬក៏ក្មេងស្រីអញ្ចឹងទៅយកទៅគេងជាមួយដោយបង្ខំពាក្យខ្លះក៏ខ្ញុំអត់ខ្ញុំប្រើដែរទោះបីភាសាខ្មែរក៏ដោយបាទកោះមួយនេះបងប្អូនដឹងហើយនៅក្នុងតំបន់ Caribbean នៅខាងក្រោមអាមេរិកហ្នឹងទេហើយក៏ជាកោះគេហៅថា US Virgin Islands បងប្អូនឃើញពាក្យ US នៅហ្នឹងគឺមានន័យថា US Virgin Islands ហ្នឹងគឺជាកោះរបស់ US របស់អាមេរិកកោះហ្នឹងវាមានក្នុង3កោះនៅ Caribbean ហ្នឹងហើយអាមេរិកទិញកោះហ្នឹងពីប្រទេស Denmark ហើយ Denmark គឺជាប្រទេសដែលអ្នកកាន់កាប់ប្រទេស Greenland ដែលលោក Trump ក៏ចង់បាននោះហើយនៅចំនួនសង្គ្រាមលោកលើកទី1អាមេរិកទិញកោះហ្នឹងទិញកោះពីប្រទេស Denmark ហ្នឹងដោយសារអានេះយកទៅតាមអត្ថបទព្រោះគេមិនចង់ឲ្យមាន submarine មានកប៉ាល់មុជទឹកឬក៏មានពួកផ្សេងគេមកធ្វើស្អីនៅកន្លែងហ្នឹងអានេះជាសុវត្ថិភាពដល់ប្រទេសអាមេរិកព្រោះនៅជិតហ្នឹងណាហើយកោះហ្នឹងក៏ខ្លាចជាកោះរបស់ US ហើយបរិសម្នាក់ហ្នឹងខ្ញុំអត់និយាយឈ្មោះទេណាគាត់ជាអ្នកដែលគេហៅថាជួញដូរមនុស្សហើយគាត់ជាមហាសេដ្ឋីដែរគាត់ក៏ទិញយកកោះហ្នឹងនៅឆ្នាំ1998តម្លៃខ្ទង់$8 លានហើយកោះហ្នឹងវាអត់មានអីទេនៅលើហ្នឹងមានតែផ្ទះដូចថាផ្ទះសំណាក់ហ្នឹងខ្ទង់មាន2ធំអញ្ចឹងទៅហើយមានឡាប៊ីមានកន្លែងគេជប់លៀងហើយគាត់ហ្នឹងបងប្អូនដឹងថាខ្ញុំចង់និយាយពីដំណើរកំពុងតែក្តៅកគុកគឺកោះដែលគេពេលគេជប់លៀងម្ដងអញ្ចឹងទៅគាត់ហៅពួកមហាសេដ្ឋីពួកអ្នកមានទ្រព្យសម្បត្តិពួកអ្នកដឹកនាំពួកមានឋានៈខ្ពស់មានវណ្ណៈខ្ពស់មានបនស័ក្តិសូម្បីតែអ្នកដឹកនាំប្រទេសដែលខ្ញុំធ្លាប់នៅក៏ទៅចូលរួមដែរហើយអ្វីដែលគេធ្វើនៅលើកោះហ្នឹងគឺគេនាំស្ត្រីឬក៏ក្មេងស្រីមកពីកន្លែងផ្សេងឬក៏យកឆ្លងប្រទេសយកមកគេហៅថាមកឲ្យរស់ស៊ីក៏ថាបានយកមកបំពន់នៅតណ្ហាដល់អ្នកមានអំណាចអ្នកមានទ្រព្យសម្បត្តិនៅលើកោះហ្នឹងហើយរឿងនេះខ្ញុំដឹងយូរហើយតែខ្ញុំមិនដែលចង់យកមកនិយាយទេតែដល់ឥឡូវហ្នឹងបងប្អូនឃើញគេយកនិយាយច្រើនហើយមានឈ្មោះអ្នកដឹកនាំនៅប្រទេសដែលខ្ញុំធ្លាប់នៅមានអ្នកដឹកនាំនៅប្រទេសផ្សេងហើយក៏មានមហាសេដ្ឋីមួយចំនួននៅប្រទេសដែលខ្ញុំធ្លាប់នៅនឹងនៅក្នុងគេហៅថានៅក្នុងឯកសារនឹងដែរបាទហើយម្ល៉េះហើយកោះនេះគាត់ចែកចាយថារឿងនេះខ្ញុំជឿថាវាជារឿងមួយដល់អាស្រូវនៅប្រទេសដែលខ្ញុំធ្លាប់នៅនឹងយើងធ្លាប់គោរពធ្លាប់កោតសរសើរតែមានអ្នកដឹកនាំមានមហាអំណាចមានអ្នកមានលុយមានទ្រព្យសម្បត្តិគេធ្វើរឿងចឹងណាហើយគេទៅលេងកោះហ្នឹងគឺគេទៅលេងដោយបរិសម្នាក់ហ្នឹងអញ្ជើញទៅហើយខ្ញុំមិនដឹងថាគេទៅម្ដងគេយកលុយប្រមាណទេណាហើយកោះហ្នឹងគឺអត់មានអ្នកណាចូលទៅបានទេមានន័យថាវាជាកោះឯកជនដែលគាត់ទិញហើយទៅកោះហ្នឹងតើយើងប្រើកប៉ាល់ឬក៏កាណូតឬក៏ជិះយន្តហោះតែយន្តហោះឯកជនហើយយន្តហោះឯកជនហ្នឹងគឺម្ចាស់កោះហ្នឹងគាត់មានយន្តហោះឯកជនរបស់គាត់បាទហើយគាត់ដឹកមនុស្សដឹកនារីស្ត្រី
ពីកន្លែងផ្សេងហ្នឹងគឺគាត់ប្រើយន្តហោះឯកជនរបស់គាត់ហ្នឹងដោយសារអត់សូវមានអ្នកណាដឹងមនុស្សដែលគាត់ដឹកយកទៅដាក់នៅកោះហ្នឹងជួនណាគាត់អត់រាយការណ៍ទេអញ្ចឹងហើយបានគាត់អាចធ្វើអ្វីក៏បានដែរគាត់អត់រាយការណ៍ទោះបីហេងសើញមនុស្សហ្នឹងបាត់បង់ជីវិតអត់មានអ្នកណាដឹងទេដោយសារគាត់អត់រាយការណ៍គេជិះយន្តហោះឯកជនរបស់គាត់ហ្នឹងហើយកោះហ្នឹងដូចខ្ញុំនិយាយអញ្ចឹងវាអត់មានអីច្រើនទេគ្រាន់តែគាត់មានបុគ្គលិក70នាក់នៅលើកោះហ្នឹងជួយកាត់ស្មៅថែទាំបោះសម្រាមសម្អាតកោះហ្នឹងហើយកោះហ្នឹងក៏អត់ធំដែរទេខ្ទង់78អេកើហើយយោងទៅតាមអត្ថបទដែលខ្ញុំអានមកបុគ្គលិកដែលធ្វើការនៅលើកោះហ្នឹងគេថាឃើញយន្តហោះឯកជនរបស់គាត់ចុះអញ្ចឹងហើយមាននារីក្មេងៗចុះពីលើយន្តហោះហ្នឹងមានអ្នកខ្លះគឺអត់តាន់ដូរកៅអៅផងកៅអៅសិស្សសាលាបើកៅអៅសិស្សសាលាមានន័យថានៅក្រៅអាយុបាទហើយឆ្នាំដែលបរិសម្នាក់ហ្នឹងគាត់ធ្វើបទល្មើសឬក៏គាត់បង្ខំនារីក្រៅអាយុ14ឆ្នាំគេងជាមួយនៅឆ្នាំ2005បាទឆ្នាំ2005យូរហើយអាហ្នឹងជាគេហៅថាជាឆ្នាំទី1ដែលគាត់បានធ្វើបាបដល់ក្មេងស្រីហ្នឹងគាត់បង្ខំដោយគេងជាមួយហើយក៏តឡាការកាត់ទោសគាត់អញ្ចឹងទៅហើយគេមេតូឌីមានន័យថាគេចរចាគ្នាអញ្ចឹងទៅទោសគាត់ក៏វានៅស្រាលដល់ឆ្នាំ2008ក៏មានរឿងនឹងកើតឡើងម្ដងទៀតគេក៏ដាក់ពន្ធនាគារគាត់ខ្ទង់1ឆ្នាំដល់គាត់រួចមកគាត់នៅបន្តធ្វើអញ្ចឹងទៀតបាទ2005 2008មកដល់ខ្ទង់ឆ្នាំ2019ពេលដែលគាត់បាត់បង់ជីវិតឬក៏គាត់ធ្វើឬខ្មែរនិយាយថាគាត់សម្លាប់ខ្លួនឯងបាទសម្លាប់ខ្លួនឯងនៅក្នុងគុកណានៅឆ្នាំក្នុង2018 2019ហ្នឹងគេក៏ដាក់គុកគាត់ហ្នឹងគេដាក់គុកគាត់ហ្នឹងហើយគាត់ព្យួរកខ្លួនឯងសម្លាប់ខ្លួនឯងតែមានពាក្យចាមរានថាមានអ្នកក្រៅសម្លាប់ដោយសារគេចង់បបិទមាត់គាត់មិនចង់ឲ្យគាត់ចាយចាយនៅឈ្មោះអ្នកដែលទៅចូលរួមនៅកម្មវិធីនៅរឿងដល់អាស្រូវនៅលើកោះហ្នឹងអានេះគាត់នៅពាក្យចាមរានទេណាបាទហើយរឿងនេះខ្ញុំដឹងតាំងពីរឿងនឹងកើតហេតុមកពួកខ្ញុំនៅនោះយូរខ្ញុំតាមដានដែរតែគ្រាន់តែយើងអត់ហ៊ាននិយាយដោយឥឡូវអញ្ចឹងខ្ញុំអត់ហ៊ានប្រើឈ្មោះផងតែយើងនិយាយឈ្មោះមិនត្រឹមតែគេដឹងហើយអា YouTube ហ្នឹងក៏ចាប់យកពាក្យយើងដែរបាទអ្នកដទៃក៏គេនិយាយបានក៏ប៉ុន្តែគេចង់និយាយហើយគាត់មានអាយុគាត់កើតនៅឆ្នាំ1953ហើយម្ល៉េះបងប្អូនអាចដកបូកទៅតើគាត់អាយុប៉ុន្មានហើយឥឡូវម្ល៉េះរឿងនេះវាកំពុងតែគេហៅថាក្តៅកគុកសុសសាយនៅឈ្មោះអ្នកដែលចូលរួមមានឈ្មោះអ្នកដឹកនាំប្រទេសដែលខ្ញុំធ្លាប់នៅផងដែរហើយមានពួកមហាអំណាចពួកមហាសាពួកសទ្ធិគេហ្នឹងហើយពាក់ព័ន្ធនឹងគ្រួសាររាជវង្សរបស់ប្រទេសអង់គ្លេសផងដែរហើយយើងតែងតែគិតថាមានគេហៅថាប្រទេសដែលខ្ញុំធ្លាប់នៅនឹងគេហៅថាប្រជាធិបតេយ្យជាប្រទេសមួយដែលយើងគិតថាជាប្រទេសគិតគូរពីនារីគិតគូរពីក្មេងៗកូនចៅដល់យើងឮរឿងហ្នឹងទៅធ្វើឲ្យយើងនឹងគិតសារជាថ្មីហើយចំពោះខ្ញុំមានប្រាប់បងប្អូនថាខ្ញុំតែនិយាយនៅក្នុងវីដេអូដែរថាមានរឿងច្រើនណាស់បងប្អូនតែទោះបីខ្ញុំនិយាយក៏បងប្អូនអត់ជឿដែរដោយសារបើសិនជាយើងទុកចិត្តមនុស្សម្នាក់ហ្នឹងទោះបីអ្នកណានិយាយយ៉ាងម៉េចក៏យើងអត់ជឿដែរហើយវាមានរឿងច្រើនមិនមែនគ្រាន់តែរឿងមួយហ្នឹងទេបាទអញ្ចឹងហើយគ្រាន់តែខ្ញុំយកមកចែកចាយបងប្អូនដឹងថារឿងនេះខ្ញុំជឿថាវាកើតឡើងព្រោះរឿងនេះមិនមែនថ្មីទេខ្ញុំតាមដានយូរហើយម្ល៉េះហើយមានឈ្មោះដូចជាលោក Bill Gates ចឹងទៅលោក Elon Musk ចឹងទៅហើយអ្នកដឹកនាំយើងហើយរឿង more detail ហ្នឹងខ្ញុំអត់ហ៊ាននិយាយទេតែខ្ញុំដាក់ link ឬក៏បងប្អូនចង់មើលតែទោះបីខ្ញុំអត់ដាក់ក៏បងប្អូនដឹងដែរព្រោះគេផ្សាយមានខ្មែរយកមកផ្សាយដែរបាទគាត់តែបងប្អូនដឹងចឹងទៅណាថារឿងនេះវាអត់មានអីថ្មីទេហើយខ្ញុំធ្លាប់និយាយពាក្យថា
អ្វីដែលយើងឃើញសពថ្ងៃនេះគេហៅ tip of the iceberg ខ្ញុំធ្លាប់និយាយពាក្យហ្នឹងដែរដូចជាផ្ទាំងទឹកកកដែលវាអណ្ដែតនៅក្នុងសមុទ្រតែយើងឃើញតែអាកពូលឃើញតែលើវាទេអាផ្ទាំងទឹកកកប៉ុណ្ណានៃដែលលិចនៅក្នុងសមុទ្រយើងមើលឃើញទេចឹងហើយបានកប៉ាល់បើកទៅបុកកប៉ាល់ហ្នឹងក៏លិចឬក៏ក្លាប់ចឹងទៅម្ល៉េះហើយវីដេអូមួយនេះមានប៉ុណ្ណឹងទេសំណាងល្អដល់អ្នកគ្នាបាទ peace bye bye